ថ្ងៃនេះក្នុងប្រធានបទរបស់ខ្ញុំគឺខ្ញុំចង់និយាយពាក់ព័ន្ធទៅនឹងល្បិចកលរបស់ពួកសៀមនៅក្នុងសម័យអតីតកាលមានបងប្អូនម្នាក់គាត់ចូលខមមិនខ្ញុំថាបងមិនត្រូវនិយាយរឿងអតីតកាលទេគួរតែនិយាយរឿងពេលបច្ចុប្បន្ននេះដើម្បីរកវិធីទប់ទល់ជាមួយសត្រូវរបស់យើងតាមការពិតគាត់មិនទាន់យល់ចំណុចកន្លែងហ្នឹងរឿងអតីតកាលហ្នឹងវាបង្រៀនយើងឲ្យយើងស្វែងយល់ពីរឿងពេលបច្ចុប្បន្នបើសិនជាយើងម្នាក់នាំគ្នាមិននិយាយរឿងពីអតីតកាលយើងក៏មិនបានឆ្លុះបញ្ចាំងរឿងអតីតកាលមកដល់ពេលបច្ចុប្បន្នដែរអញ្ចឹងសំខាន់ណាស់រឿងប្រវត្តិសាស្ត្ររកវិធីទប់ទល់ជាមួយសត្រូវក្បែរខាងវាទាល់តែយើងនឹងបានសិក្សាអំពីឫសគល់ប្រវត្តិជាតិសាស្ត្ររបស់យើងជាមួយប្រវត្តិជាតិសាស្ត្ររបស់គេរួចហើយតើយើងដឹងថានៅក្នុងអតីតកាលហ្នឹងយើងចាញ់បោកគេប្រមាណដងហើយយើងឈ្នះល្បិចគេប្រមាណដងចាំបាច់វាត្រូវតែរៀនរឿងហ្នឹងបដិសេធមិនបានទេការរឿងរៀនប្រវត្តិវិទ្យានេះនៅក្នុងយុទ្ធសាស្ត្រទី12របស់ដេជយ័តបានសរសេរទុកថាបើសិនជាសត្រូវនៅចំពោះមុខខ្ញុំមិនខ្លាចទេតែខ្ញុំខ្លាចណាស់សត្រូវដែលនៅក្រោយខ្នងណែអត់ខ្លាចទេណាសត្រូវដែលនៅចំពោះមុខមានន័យថាវាមើលឃើញគ្នាចឹងវាទប់ទល់គ្នាបានតែអាសត្រូវនៅក្រោយខ្នងអាសត្រូវបន្លំមកធ្វើជាមិត្តនេះវាជាសត្រូវដែលគ្រោះថ្នាក់បំផុតហើយគួរតែរកវិធីទប់ស្កាត់វាថ្ងៃនេះការ live ផ្ទាល់របស់ខ្ញុំក្នុងនាមជាអ្នកអានប្រវត្តិសាស្ត្រច្រើនខ្ញុំលើកយកចំណុច2ដែលសៀមធ្លាប់ធ្វើជាមួយកម្ពុជាយើងទុកជាមេរៀននេះមិនមែនជាមេរៀនតូចតាចទេជាមេរៀនធំសម្រាប់ប្រជាពលរដ្ឋយើងទាំងអ្នកនយោបាយទាំងរាជរដ្ឋាភិបាលទាំងកម្លាំងកងទ័ពទាំងមេទ័ពពេលដែលយើងសិក្សាដឹងអំពីប្រវត្តិជាតិសាស្ត្ររបស់យើងដែលធ្លាប់មានការពាក់ព័ន្ធជាមួយនឹងបរទេសរួចហើយយើងសិក្សាអំពីចំណុចខ្សោយរបស់យើងនៅក្នុងអតីតកាលយើងសិក្សាពីចំណុចខ្លាំងរបស់យើងក្នុងអតីតកាលយកមកសរុបសេចក្តីគ្នាថាតើយើងខាតឬយើងចំណេញនៅពេលដែលមានសង្គ្រាមកើតឡើងជនជាតិថៃគេចូលចិត្តប្រើការសម្របសម្រួលចានីស្លូសេវាបាទនៅពេលដែលមានកើតសង្គ្រាមជនជាតិថៃចូលចិត្តប្រើការសម្របសម្រួលឬក៏ការចរចានៅនឹងទីកន្លែងហេតុអីបានគេមិនហ៊ានចូលទៅតុលាការគេមិនហ៊ានចូលទៅតុលាការអន្តរជាតិទេដោយសារគេយល់ថាពេលទៅនោះគេគង់តែចាញ់ដដែលដូច្នេះហើយចាំបាច់សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃដែលមានការខ្វែងគំនិតគេជាមួយកងទ័ពនោះគឺ2ចំណុចទី1រដ្ឋាភិបាលដឹងថាបើទៅអង្គការអន្តរជាតិនឹងចាញ់ខ្មែរបាទតែទៅខាងនោះចាញ់ខ្មែរដូច្នេះហើយគេសុំធ្វើការចរចានៅនឹងកន្លែងអញ្ចឹងមានការប្រយ័ត្នអាគេចរចានៅនឹងកន្លែងជាលក្ខណៈទ្វេភាគីហ្នឹងអាហ្នឹងចាំឲ្យច្បាស់ហើយមិនត្រូវមានសេចក្តីសន្តោសប្រណីជាមួយសត្រូវទេនៅពេលធ្វើសង្គ្រាមនេះជាលក្ខណៈដាច់ខាតមួយដែលប្រវត្តិសាស្ត្រកម្ពុជាបានបង្រៀនយើងទុកជាច្រើនរយចំនួនហើយយើងមិនត្រូវទោទនយើងមិនត្រូវទន់ជ្រាយមិនត្រូវចិត្តទន់ឆាប់អាណិតសត្រូវទេបើចង់ដាក់ពាក្យបណ្ដឹងគឺត្រូវតែដាក់ពាក្យបណ្ដឹងបើយើងចាប់ចំណុចខ្សោយរបស់សត្រូវបានថាវាមិនហ៊ានទៅតុលាការនោះមានន័យថាសត្រូវមិនហ៊ានតទល់ជាមួយយើងឲ្យចំមុខនៅតុលាការអន្តរជាតិដូច្នេះវាជាចំណុចឈ្នះរបស់យើងដាក់ពាក្យបណ្ដឹងអត់មានប្រើធម៌មេត្តាទេណានៅក្នុងការធ្វើសង្គ្រាមណាបច្ចាមិត្តតែគេបាញ់យើងគេបាញ់ឲ្យគេមិនដែលយល់ថាយើងគឺជាមនុស្សជាតិទេដូច្នេះចំណុចខ្លាំងរបស់យើងមើលឃើញពីជ័យជំនះនៅលើមុខរបស់យើងខ្ញុំនិយាយពីពេលបច្ចុប្បន្នសិនចាំឲ្យលើកទៅអតីតកាលចិត្តទុនចិត្តមេត្តាករណាមុទិតាឧបេក្ខាចំពោះសត្រូវដូចយកពោះវែកទៅបោកពោះវែកសង្ហែមកដេកអោបអញ្ចឹងអាណិតពោះហ่ะមិនដឹងយកពោះទៅកវត្តចោលណាយកមកដេកអោបព្រលឹមឡើងពោះចាក់ងាប់បាត់រកវិធីសន្តោសពោះមិនឃើញដេកអោបពោះអញ្ចឹងពោះចាក់ហើយនិយាយនេះគឺបកាទុកនៅពេលដែលយើងមានវិវាទផ្ទៃក្នុងឬក៏យើងវិវាទជាមួយនឹងប្រទេសក្បែរខាងចិត្តសន្តោសប្រណីចំពោះសត្រូវនេះគឺកុំឲ្យមានអសោះគេឈ្នះយើងគ្រប់ពេលវេលាគេឈ្នះយើងគ្រប់ពេលវេលាថ្ងៃនេះបញ្ជាក់រំលឹកនិយាយពីប្រវត្តិសាស្ត្រនៅក្នុងអតីតកាលតែវាឆ្លោះបញ្ចាំងឲ្យយើងឃើញពីពេលបច្ចុប្បន្នដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាកងទ័ពកម្ពុជាគួរតែត្រៀមលក្ខណៈរៀបចំខ្លួនសម្រាប់ទទួលយកនៅសង្គ្រាមដែលកើតឡើងដោយប្រការណាមួយឬក៏កើតឡើងជាយថាហេតុមិនត្រូវចិត្តទុនជាមួយសត្រូវទេការដែលខ្មែរចិត្តទុនជាមួយសត្រូវក្បែរខាងនេះខ្មែរបានអន្តរាយប្រទេសរបស់ខ្លួនខ្មែរអន្តរាយ
តែយកសេចក្តីមេត្តាករណាមុទិតាឧបេក្ខាដាក់ចូលខ្លួនពឹបចាប់ចំណុចខ្សោយគេបានហើយប្រឡែងចំណុចខ្សោយគេទៅវាចាប់ពោះត្រូវចាប់ឲ្យចំកករបស់វាចាប់យើងមិនកើតទេបើចាប់កតុយបកក្បាលខំហើយបើដឹងថាយើងនេះមានតែមនៅអង្គការអន្តរជាតិរៀបចំដាក់ពាក្យប្តឹងដើម្បីបញ្ចប់វិវាទមិនមែនជាដំបូលមានទៅរាជរដ្ឋាភិបាលទេគ្រាន់តែជាការរួមចំណែកក្នុងនាមខ្ញុំដែលជាប្រធានគណៈបកនយោបាយមួយមិនមែនគូសអសានវត្តថាត្រូវធ្វើចេះទេក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូបរួចហើយជាប្រធានគណៈបកនយោបាយមួយដែលទើបតែទទួលបានចុះបញ្ជីការពីម្សិលមិញអញ្ចឹងខ្ញុំផ្ដល់នៅចំណុចសំខាន់ជាច្រើនសម្រាប់យកទៅធ្វើការពិចារណានៅពេលដែលយើងមានចំណុចឈ្នះសត្រូវបានន័យថាតុលាការអន្តរជាតិតស៊ូដោយកម្លាំងគឺយើងមិនឈ្នះគេទេយើងមានតែទឹកចិត្តយើងខ្វះកម្លាំងសព្វាវុធយើងខ្វះកម្លាំងកងទ័ពដូច្នេះយើងត្រូវតែចាំបាច់រត់រកជំនួយពីអង្គការនានាក្រៅប្រទេសជាពិសេសគឺតុលាការអន្តរជាតិដែលជាតុលាការស្វែងរកយុត្តិធម៌ជូនប្រទេសទុនខ្សោយប្រទេសតូចតាចដែលត្រូវបានប្រទេសធំបំពេញកុំដកដៃបន្តិចទៀតនិយាយអំពីរឿងប្រវត្តិវិទ្យាកន្លងមកតាំងពីសម័យលង្វែករហូតដល់សម័យដងឥឡូវនេះគ្រាន់តែជាការរំលឹកមួយបើមានតែមានចំណុចខ្លាំងជាងប្រទេសថៃហើយគួរតែរៀបចំសំណុំឯកសារបញ្ជូនចូលទៅក្នុងអង្គការអន្តរជាតិដោយគ្មានការយោគយល់ដោយមិនប្រើការចរចាជាលក្ខណៈទ្វេភាគីមានន័យថាចែកដីកម្ពុជាឲ្យនៅជាមួយពួកគេទ្វេភាគីអត់មានអង្គការអន្តរជាតិណាចូលទៅលូកដៃកិច្ចការផ្ទៃក្នុងប្រទេសទាំងពីរទេប្រទេសទាំងពីរត្រូវមកអង្គុយទល់មុខគ្នាចរចាតើចរចាដោយរបៀបម៉េចបើសត្រូវរបស់យើងនៅតែចិញ្ចឹមចិត្តចង់ទន្ទ្រានយើងតើយើងត្រូវចរចារបៀបម៉េចចរចាចែកដីគ្នាតើសៀមយល់ព្រមទេបកគលប្រាសាទមកឲ្យកម្ពុជាតើកម្ពុជាយល់ព្រមទេបកគលប្រាសាទទៅឲ្យសៀមវាសុទ្ធតែក្នុងលក្ខណៈមិនព្រមវាលើកលែងតែមួយគត់ប្តឹងទៅអង្គការអន្តរជាតិឲ្យកាត់សេចក្តីរួចហើយបញ្ចប់អធិការរវាងប្រទេសទាំងពីរដោយបោះបង្គោលព្រំដែនឲ្យមានអង្គការអន្តរជាតិជួយដឹងឮតែប៉ុណ្្នឹងឯងកម្ពុជាពេលនេះមានឱកាសដ៏ធំបំផុតដូចឆ្នាំ62ដែលយើងសម្រេចចិត្តយ៉ាងត្រឹមត្រូវមួយគឺដាក់ពាក្យប្តឹងទៅអង្គការអន្តរជាតិនៅទីបំផុតដោយយើងមានឯកសារយោងគ្រប់គ្រាន់ពិតប្រាកដនៅក្នុងដៃរបស់យើងមានសាក្សីយើងមានផុសតាងយើងមានកំណាយនៃប្រវត្តិវិទ្យារបស់យើងបានឈ្នះសៀមដោយស្វ័យប្រវត្តិឥឡូវនេះក៏អត់ទាន់ទៅណាដែរយើងនៅមានតែមអាចឈ្នះគេបានខ្ញុំជាសំណូមពរអត់ឲ្យរាជរដ្ឋាភិបាលដកដៃទេទុកទល់គឺទុកទល់ការទន្ទ្រានពីព្រោះយើងដឹងថារដ្ឋាភិបាលថៃជាមួយនឹងកងកម្លាំងទាហានរបស់ថៃគឺមិនស្ដាប់បញ្ជាគ្នាទេបើទោះបីរដ្ឋាភិបាលទៅចូលចរចាឬក៏រដ្ឋាភិបាលយល់ព្រមដើរចូលទៅក្នុងតុលាការអន្តរជាតិក៏រដ្ឋាភិបាលនៅតែត្រូវរងគ្រោះដោយពួកទាហានដែរភាគីទាំងពីរនេះជាកិច្ចការផ្ទៃក្នុងរបស់គេយើងកុំលូកដៃទុកឲ្យគេដោះស្រាយវិវាទបញ្ហាផ្ទៃក្នុងរបស់គេចង់ធ្វើរដ្ឋប្រហារចង់ធ្វើអីក៏ដោយកុំមានចិត្តមេត្តាអាណិតបើជន់ក្បាលពោះជាប់ឲ្យសង្កត់វាឲ្យជាប់នេះជាយុទ្ធសាស្ត្ររបស់ខ្ញុំសង្កត់ឲ្យជាប់កុំឲ្យវារួចបើដឹងមានទីកន្លែងដែលយើងត្រូវឈ្នះឲ្យទៅរកកន្លែងឈ្នះដោយយើងមិនអាចយកកម្លាំងកងទ័ពទៅទប់ទល់ជាមួយសត្រូវឈ្លានពានបានទេគេមានចំនួនជិត2លានអ្នកទាហានយើងមាន8លានអ្នកអីចឹងទៅគេមាន10លានយើងមាន20លានវាគ្រាន់តែជាការកាក់ប្រមាណតែទាហានគេមានប្រទេសទាហានយើងមានប្រទេសវាអត់ដឹងពិតប្រាកដទេសប្តាហ៍គេថាទាហានគេមាន80000អញ្ចឹងទៅយើងមាន30000អញ្ចឹងទៅដឹងច្បាស់ទេថាគេមានប៉ុណ្ណឹងគេមាន100000យើងមាន20000វាអត់ដឹងច្បាស់អញ្ចឹងនៅទន្ទឹមពេលដែលយើងមិនដឹងពីកម្លាំងកងទ័ពរបស់យើងរបស់គេច្បាស់លាស់ពិតប្រាកដណាយើងមិនត្រូវការធ្វើសង្គ្រាមទេណាការចរចាឬការដាក់ពាក្យប្តឹងទៅអង្គការអន្តរជាតិនេះវាអាចទី1មិនចាយកម្លាំងមនុស្សមិនចាយជីវិតរបស់ពលរដ្ឋឬក៏កងកម្លាំងរបស់យើងរត់ធ្វើម៉េចបញ្ចូលពាក្យប្តឹងទៅក្នុងអង្គការអន្តរជាតិណាតើម្ដាយចោលវាតែងតែខ្លាចតុលាការវាមិនដែលហ៊ានជាមួយតុលាការទេរឿងផ្ទៃក្នុងរបស់ពួកគេជារឿងរបស់គេទោះបីរដ្ឋាភិបាលចូលទៅចាញ់ឲ្យត្រូវបានទាហានធ្វើរដ្ឋប្រហារក៏ដោយជារឿងផ្ទៃក្នុងអត់មានចិត្តមេត្តាករណាឧបេក្ខាអីជាមួយនឹងសត្រូវទេសត្រូវនេះណាធ្លាប់ជន់យើងធ្លាប់ទន្ទ្រានយើងធ្លាប់ប្រើល្បិចកលជាច្រើនជាមួយយើងបន្តិចអូយវេទនាតែសេវាលោកតែសេវានឹងពិបាកអើយពិបាកនិយាយឲ្យវាដាច់អាសេចក្តីនៃការនិយាយរបស់យើងអញ្ចឹងវាធ្វើឲ្យយើងមានផលវិបាកក្នុងការបន្តអាសាច់រឿងហ្នឹងទៅអញ្ចឹងទន្ទឹមពេលហ្នឹងយើងបកថយក្រោយវិញមានន័យថាបើយើងមានតែមឈ្នះហើយគួរតែយើងរៀបចំសំណុំបែបបទដើម្បីបញ្ជូនទៅតុលាការអន្តរជាតិ
កុំប្រើមនោសញ្ចេតនាកុំប្រើការយោគយល់ជាមួយសត្រូវក្បែរខាងបើជ្រុលជាសម្លាប់ពស់ហើយវាយពស់ចំគោលដៅឲ្យវាងាប់តោះយើងនឹងនិយាយរឿងមួយហើយមានរឿងមួយទៀតដែលមានភាពប្រហាក់ប្រហែលគ្នាដែលធ្វើឲ្យកម្ពុជាចាញ់សង្គ្រាមគេនៅពេលដែលកងទ័ពសៀមចាប់ផ្ដើមមានវិវាទជាមួយនឹងកងទ័ពភូមាអធិស្ឋានផងដោយសារតែសេវាដាច់ពីនាងសេវានៅខាងនេះវាគៀងវាដាច់ភូមាបានវាយលុកចូលប្រទេសសៀមនៅក្នុងឆ្នាំ1588សៀមចាប់ផ្ដើមទប់ទល់ជាមួយភូមាទន្ទឹមពេលហ្នឹងកងទ័ពខ្មែររបស់យើងត្រៀមនៅក្នុងសម័យល្ងាចថាឲ្យតែភូមាវាយចូលគឺជាឱកាសរបស់កម្ពុជាហើយពីព្រោះពេលនោះកម្ពុជាបានបាត់ដែនដីទៅឲ្យប្រទេសសៀមចំនួនជិត15ខេត្តហើយសៀមដៃមួយជាងទប់ទល់ជាមួយនឹងពួកភូមាដែលវាយចូលដៃមួយជាងទៀតបែរមកទប់ទល់ជាមួយកម្ពុជាខ្លាចដូរកម្ពុជាយើងវាយចូលពីក្រោយខ្នងទន្ទឹមពេលដែលគេទប់ជាមួយសៀមអត់ជាប់ស្ដេចនរេនសូគេលូកដៃមកចាប់ជាមួយនឹងស្ដេចសថាទី1ហ្នឹងណាខ្លាចខ្មែរយើងវាយខ្ទប់ពីក្រោយខ្នងគេបែរជាទៅចងសម្ព័ន្ធភាពជាមួយកម្ពុជាពីព្រោះគេដឹងថានៅពេលដែលភូមាវាយគេគ្មានពេលវេលាសម្រាប់ទប់ទល់ជាមួយកម្ពុជាទេអញ្ចឹងហើយគេត្រូវតែលូកដៃទៅចាប់ជាមួយនឹងកម្ពុជាចងជាចំណងសម្ព័ន្ធភាពជាមួយកម្ពុជាដើម្បីយកកម្ពុជានេះទៅជួយវាយភូមាចេញពីប្រទេសសៀមយើងណាសង្កត់ឲ្យធ្ងន់និយាយតម្លៃសម្លេងនេះមិនមែនសង្កត់ធ្ងន់លើអីទេន័យរបស់យើងមានតែថាយើងជាជាតិសាសន៍មួយដែលចិត្តត្រជាក់ចិត្តទន់ចិត្តមេត្តាធម៌ទាំងឱកាសរបស់ខ្លួនមានសៀមបានកាត់យកទឹកដីកម្ពុជាចំនួនជិត15ខេត្តនៅក្នុងសម័យកាលឆ្នាំ1588ទីបំផុតកម្ពុជាមានឱកាសនៅពេលដែលភូមាវាយលុកចូលប្រទេសសៀមភ្លាមជាឱកាសរបស់កម្ពុជាពេលហ្នឹងកម្ពុជាត្រូវលើកកងទ័ពទៅសង្គ្រោះវាយខ្ទប់ភូមាវាយពីជើងមកយើងវាយពីលិចទៅវាយពីកើតទៅខ្ទប់សៀមពេលនោះស្ទើរតែរកប្រទេសមិនឃើញនៅសល់ដីតែមួយកវល់គឺនៅក្នុងតំបន់អយុធ្យាតែទីបំផុតស្ដេចសៀមបានចងសម្ព័ន្ធភាពជាមួយនឹងស្ដេចខ្មែរចិត្តប៉ុនភ្លាមមនោសញ្ចេតនាចូលមកភ្លាមឃើញភូមាវាយហើយមិនគួរណាយើងនេះលើកកងទ័ពទៅវាយទេនិយាយអញ្ចឹងគេចាប់ផ្ដើមប្រើរាជទូតរបស់គេមកតាក់ទងជាមួយនឹងលង្វែកដើម្បីធ្វើចំណងមេត្រីភាពណារួចចំណងមេត្រីភាពនេះមិនត្រឹមតែចងចំណងមេត្រីភាពមិនវាយពីក្រោយខ្នងទេថែមទាំងព្រះសថាទី1បញ្ជាឲ្យព្រះសុរិយោពណ៌ដែលជាមហាអបរាជលើកកងទ័ពកម្ពុជាទៅជួយដេញភូមាចេញពីប្រទេសណាគ្មានចិត្តមេត្តាធម៌ទេណាជាមួយសត្រូវណាកុំយកចិត្តមេត្តាករណាមុទិតាឧបេក្ខាទៅរកស៊ីជាមួយសត្រូវគេដឹងអំពីលទ្ធផលរបស់គេនៅពេលដែលកម្ពុជាវាយខ្ទប់មួយជាហ៊ានភូមាវាយខ្ទប់មួយជាហ៊ានប្រទេសគេនេះច្បាស់ជាសល់យ៉ាងខ្លាំងដីមួយចម្រៀកហ្នឹងចឹងចាំបាច់គេមិនតែរូបទៅចងចំណងមេត្រីភាពជាមួយយើងទាំងតែយើងនឹងគេហ្នឹងមិនមែនជាមិត្តនឹងគ្នាទេអតីតកាលក្រោយសម័យអង្គរដួលរលំទៅយើងត្រូវបានសៀមទន្ទ្រានកាត់យកដីយើងនៅក្នុងឆ្នាំ1478ព្រះធម្មរាជាលើកដីមួយផ្នែកធំនៃខេត្តសុរិន្ទយើងស៊ីសង្កេតបុរីរាមហ្នឹងទៅជាចំនួនរបស់ស្ដេចចក្រពត្តិដែលចូលមកជួយចាប់ព្រះសុរិយោពណ៌ជាមួយនឹងព្រះស្រីរាជានិងសុរិយោទ័យអធិស្ឋានគេបានចំណេញនៅពេលដែលគេទប់មិនឲ្យយើងវាយពីក្រោយខ្នងកាត់យកដីយើងមកវិញគេបានចំណេញទី1សត្រូវរបស់គេវាមិនឡើងដល់2ទេអញ្ចឹងចងចំណងជាមួយកម្ពុជាទៅដើម្បីកុំឲ្យកម្ពុជាវាយខ្ទប់យកខេត្តរបស់កម្ពុជាដែលគេកាត់បាននៅក្នុងអតីតកាលយកមកវិញរួចយើងឯណាថែមទាំងលើកកងទ័ពបញ្ជូនមហាអបរាជសុរិយោពណ៌ឲ្យជូនកងទ័ពទៅជួយវាយភូមាចេញពីប្រទេសទៅទៀតនៅទីបំផុតនៅពេលដែលភូមាចាកចេញពីសៀមទៅដោយសារកងទ័ពខ្មែរជាជំនួយព្រះនរេនសូដែលជារាជបុត្ររបស់ស្ដេចចក្រពត្តិសេវាធ្វើទុកណាបងប្អូននៅពេលដែលខ្មែរចាប់ផ្ដើមជួយវាយឲ្យកងទ័ពភូមាចេញពីប្រទេសសៀមបានវិលមកសងសឹកជាមួយកម្ពុជាវិញដោយនាំកងទ័ពចំនួន
5 កងពលមកវាយទីក្រុងលង្វែកហើយលោកសេវាឲ្យពិបាកវេទនាម្លេះបើនិយាយដាច់ចឹងវាមានកម្លាំងឯណានិយាយដឹងលទ្ធផលទេបងប្អូននៅពេលដែលសៀមចាប់ដើមដេញភូមិចេញដោយសារមានកម្លាំងកងទ័ពរបស់កម្ពុជាកងទ័ពសៀមទាំងអស់ទាំងប្រមាណមានកម្លាំងហើយលើកមកវាយកម្ពុជាលើកមកគាត់ទីក្រុងលង្វែករបស់យើងរយៈពេល1ឆ្នាំវាយទីក្រុងលង្វែកយើងអត់បែកដកថយទៅឈរជើងនៅពោធិ៍សាត់នេះជាល្បិចមួយដែលសៀមបានធ្វើមកនឹងយើងនៅក្នុងសម័យអតីតកាលដែលយើងពេលបច្ចុប្បន្ននេះគួរតែមានការប្រុងប្រយ័ត្នសេវាមិនសូវល្អទេបងប្អូនវាដាច់សេវាចាំមើលឲ្យគេរៀបចំប្រព័ន្ធអ៊ីនធឺណិតសារជាថ្មីអ៊ីនធឺណិតដែលយើងដាក់នេះខ្សោយមែនទែនប្រហែលរយៈនេះគឺដាច់រហូត live មិនកើតហ្នឹងហើយប្រហែលជាត្រូវដូរសេវាអ៊ីនធឺណិតដែរលទ្ធផលចុងក្រោយពេលដែលកម្ពុជាទៅចងចំណងមេត្រីភាពជាមួយពួកសៀមនេះការសងគុណរបស់ពួកសៀមគឺលើកកងទ័ពមកវាយទីក្រុងលង្វែកយើងវាយអត់បែកដកកងទ័ពទៅឈរជើងនៅពោធិ៍សាត់ទៅរៀបចំល្បិចដោយពំពោះសង់2អង្គឲ្យចូលមកក្រុងលង្វែកយើងដើម្បីអីដើម្បីមកពំពោះខួរក្បាលរបស់ព្រះមហាក្សត្រមកពំពោះខួរក្បាលរបស់មនុស្សខ្មែរដែលមានជំនឿអូសេវាពិបាកមែនតើដូច្នេះហើយរឿងអតីតកាលវាមិនមែនអត់ប្រយោជន៍សម្រាប់ពេលបច្ចុប្បន្នទេគេប្រើសពបែបយ៉ាងនៅល្បិចកលដើម្បីឲ្យយើងធ្លាក់ចូលក្នុងអន្លង់នៃល្បិចរបស់គេបើយើងមានចំណុចឈ្នះហើយមិនបាច់ទៅចងសម្ព័ន្ធភាពជាមួយនរណាទេកុំយកកុំយល់រដ្ឋាភិបាលនិងរដ្ឋាភិបាលវាជារឿងកិច្ចការផ្លូវរដ្ឋមិនចាំបាច់មានការយោគយល់ទេបើដឹងថាកន្លែងណាឈ្នះហើយបុកចូលឲ្យចំគោលដៅបុកចំឲ្យគោលដៅរបស់វាដើម្បីទទួលបានជ័យជំនះកម្លាំងកងទ័ពក៏ត្រូវទប់ប្តឹងទៅតុលាការអន្តរជាតិក៏ត្រូវតែប្តឹងទៅតុលាការអន្តរជាតិទោះបីរដ្ឋាភិបាលរបស់ថៃមានការគៀបសង្កត់ពីទ័ពពីយោធាក៏ដោយជារឿងផ្ទៃក្នុងរបស់គេកុំទៅយកចិត្តទុកដាក់កុំមានសេចក្តីមេត្តាករុណាមុទិតាចំពោះសត្រូវយើងមិនហ៊ានដាក់ពាក្យប្តឹងទេព្រោះអីយើងអាណិតរដ្ឋាភិបាលរបស់ថៃសប្តាហ៍នេះវាក្រោមការគ្រប់គ្រងរបស់ពួកយោធារឿងផ្ទៃក្នុងរបស់គេណាអត់ត្រូវទៅលូកយកកិច្ចការផ្ទៃក្នុងរបស់គេគ្មានមនោសញ្ចេតនាជាមួយជាតិសាសន៍នោះទេជាតិសាសន៍នោះគេមិនដែលទុកយើងជាមិត្តម្ដងណាឡើយណាចាំឲ្យច្បាស់ណាកុំយកកុំយល់កន្លែងណាឈ្នះទៅធ្វើកន្លែងណាឈ្នះជាប់ឲ្យជាប់បើគេធ្វើរដ្ឋប្រហារជារឿងរបស់គេកងទ័ពថៃធ្វើរដ្ឋប្រហារនាយករដ្ឋមន្ត្រីថៃជារឿងផ្ទៃក្នុងរបស់គេជារឿងជាតិសាសន៍របស់គេឲ្យគេធ្វើអីធ្វើទៅយើងគិតតែពីរឿងធ្វើម៉េចដើម្បីឈ្នះបានដែនដីយើងមកវិញគេសញ្ចៃដីយើងតិចសឹងតែដល់ជើងឲ្យសញ្យុផ្ទះហើយដែលយើងហៅថាជើងសញ្ញាផ្ទះរួចយើងនេះគិតតែពីរឿងថាមានមនោសញ្ចេតនាណាយកយល់អធិស្ឋានអត់ទេកុំឲ្យដូចអតីតកាលណាភូមិវាយចូលក្តាំងរត់មកពឹងយើងរត់មកចងចំណងមេត្រីភាពជាមួយយើងណារត់មកចងចំណងមេត្រីភាពឯងខំបញ្ជូនកងទ័ពទៅទាំងកងពលទៅជួយដេញភូមិចេញពីប្រទេសដល់ពេលគេសងគុណយើងគេមិនបានលើកសួយសារក៏មកថ្វាយយើងបែរជាគេយកកងទ័ពមកវាយពាត់ក្រុងលង្វែកយើងដោយសារលង្វែកយើងវាមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងវិបត្តិផ្ទៃក្នុងផងបាទព្រះសថាទី1ធ្វើនយោបាយខុសព្រះអង្គផ្ទេរអំណាចទៅឲ្យរាជបុត្រព្រះអង្គដែលមានបញ្ជន11ភាសាឲ្យសោយរាជយថាទី1នៅក្មេងពេកវាមិនឆ្លោះគ្នាវាមិនបែកបាក់ដល់ពេលសៀមគេឃើញអញ្ចឹងគេថាអូឆ្លោះគ្នាលើកទ័ពទៅបដ ாய்លើកទ័ពទៅគាត់ទីក្រុងលង្វែកយើងបានបាត់នេះជាការសងគុណរបស់ពួកសៀមលង្វែកនៅណាអ៊ំកូនឯងជិះទៅអាដងហួសអាដងទៅបន្តិចប្រហែលជា5 6 គីឡូមានវត្តមួយនៅស្នាមដៃឈ្មោះវត្តតលែងកែងគាត់ឯងជិះចូលតាមវត្តតលែងកែងទៅដល់មានកប៉េងដីខ្ពស់មួយហើយគេធ្វើផ្លូវចូលជិះហ្នឹងហើយទីក្រុងលង្វែកកូនបាទដោយសារតែក្មួយក៏សួរថាមិនស្គាល់ក្រុងលង្វែកណានេះជាលទ្ធផលរបស់ខ្មែរដែលចិត្តករុណាមេត្តាមុទិតាឧបេក្ខាស្លូតណាស់ត្រង់ណាស់ជាតិសាសន៍នេះមិនចង់បំពេញណាទេបន្ទាប់ពីអវត្តមានជំនឿព្រហ្មញ្ញសាសនាអវត្តមានព្រហ្មញ្ញសាសនាទៅខ្មែរបានចាប់យកជំនឿពុទ្ធសាសនាជាសាសនារបស់រដ្ឋមិនបំពេញអ្នកដទៃមិនជិះជាន់អ្នកដទៃមិនធ្វើបាបអ្នកដទៃមិនកាប់កេងប្រយោជន៍អ្នកដទៃដើម្បីខ្លួនឯងទីបំផុតគេកាប់កេងយើងគេយកប្រយោជន៍ពីយើងគេជន់ក្បាលយើងគេជិះជាន់យើងគេគៀបសង្កត់យើងគិតតែពីថាមិនបំពេញអ្នកដទៃមិនជិះជាន់អ្នកដទៃដើម្បីសេចក្តីសុខខ្លួនឯងត្រូវតែធ្វើតែខ្លួនឯងចឹងទៅ
ព្រមញ្ញសាសនាអត់ទេណាកូនណា3គេកូន8គេមែនទេកូនឯង3គេឈ្នះកូនឯងបានដីធំយកសួយសាកពីប្រទេសរបស់គេមកចិញ្ចឹមគ្រួសារកូនឯងមកកសាងប្រទេសកូនឯងឲ្យខ្លាយទៅជាអាណាចក្រឬចក្រភពដើម្បីអីលាតអំណាចកូនឯងឲ្យធំគ្រប់គ្រងលើដែនដីរបស់គេណាជំនឿវាខុសគ្នាដាច់តែហ្មងទៅប៉ុន្តែយើងអត់បន្ទុកបដាក់ថាព្រហ្មញ្ញសាសនាជាសាសនាខ្លាំងពុទ្ធសាសនាជាសាសនាខ្សោយអត់ទេយើងមិនអាចនិយាយចឹងបានទេកត្តាមនុស្សជារឿងចាំបាច់អ្នកមានកម្លាំងសពាវុធខ្លាំងប៉ុណ្ណាក៏ដោយបើអ្នកមិនចិត្តអ្នកមិនសាហាវអ្នកមិនហ៊ានក៏អ្នកនៅមិនហ៊ានបាញ់ទោះបីអ្នកមានយន្តហោះបដិញរាប់ម៉ឺនគ្រឿងក៏ដោយបើអ្នកមិនហ៊ានហោះទៅបាញ់អ្នកមិនហ៊ានឡើងលើយន្តហោះជិះទៅបាញ់ក៏អ្នកមិនអាចទៅយកបានដែរនេះដូច្នេះយើងអត់បន្ទុកបដាក់ថាកិច្ចការជំនឿសាសនាពុទ្ធទៅចូលមកប្រទេសស្ថាននៅក្នុងប្រទេសកម្ពុជាធ្វើឲ្យកម្ពុជារលាយលត់អត់ទេมันអាចដាក់បន្ទុកចឹងបានក៏ប៉ុន្តែមនុស្សនៅក្នុងជំនឿរបស់ពុទ្ធសាសនានេះចាប់ផ្ដើមបន្សាបឥទ្ធិពលរបស់ខ្លួនចាប់ពីតសក់ផ្អែមឡើងសោយរាជមកលេងឃើញបំពេញអ្នកដតីហើយឃើញតែអ្នកដតីមកបំពេញរហូតណាចិត្តល្អណាស់មេត្តាណាស់ករណាណាស់សន្តោសណាស់ជនជាតិវៀតណាមភៀសខ្លួនពីប្រទេសចិនមកអត់មានដីនៅមករស់នៅកម្ពុជាក្រមអត្រាអត្រាស្លៀកទឹកកតបអត់អីនៅមានដីឲ្យគេនៅកូននៅហ្នឹងធ្វើខ្ទមធ្វើអីមួយទៅពេលដែលគេឆ្លោះក្តីប្រពន្ធគេដុតខ្ទមឆេះខ្ទេចខ្ទីទៅឯងនឹងក៏ធុញក៏ខ្នាញ់គេរត់ចេញពីកន្លែងដីហ្នឹងទៅនៅធ្វើផ្ទះកន្លែងផ្សេងទៅដីវាទលាយគេមកទៀតអូក្រលហេមលហាមអត់អីស៊ីហើយនេះស៊ីហើយយកតិចហើយនេះដឹងដីកន្លែងទេគេឆ្លោះគ្នាគេដុតផ្ទះចោលធុញទ្រាន់គេឆ្លោះរត់ទៅកន្លែងផ្សេងយូរដីគេអត់លេងជាជនជាតិដែលចិត្តល្អជាជនជាតិដែលសន្តោសប្រណីចេះជួយយកអាសាក៏ប៉ុន្តែកុំជួយយកអាសាពោះកុំជួយយកអាសាសត្រូវមេរៀនទាំងអស់នេះមានក្មេងម្នាក់ពមៀនខ្ញុំតាមខមមិនបងឯងមិនបាច់និយាយរឿងអតីតកាលទេនិយាយពេលបច្ចុប្បន្នហ្នឹងតើរកវិធីសាស្ត្រយ៉ាងម៉េចទប់ជាមួយសត្រូវបានខ្ញុំថាអត់ទេយុទ្ធសាស្ត្រហ្នឹងគឺកងទ័ពគេរៀបចំឲ្យការទប់យុទ្ធសាស្ត្រសំខាន់ត្រូវបង្រៀនមនុស្សខ្មែរឲ្យយល់ពីរឿងអតីតកាលដែលធ្លាប់ចាញ់អត់គេដែលធ្លាប់រស់ក្រោមអំណាចគេខ្សោយជាងគេនិយាយរឿងអតីតកាលហ្នឹងណាដាស់តឿនរំលឹកដាស់តឿនថារឿងទាំងអស់ហ្នឹងវាមានពីអតីតកាលមកហើយបើយើងមិនយកវាមកបញ្ឆ្លុះប្រចាំងឲ្យឃើញពេលបច្ចុប្បន្នហ្នឹងមនុស្សខ្មែរនៅតែចាញ់បោកសៀមអញ្ចឹងចាញ់បោកសៀមចិត្តល្អរហូតដល់បាត់ទឹកដីខ្លួនឯងខ្ញុំប្រាប់នេះជារឿងមួយដែលកូនខ្មែរត្រូវតែរៀនសេវាធ្វើទុកដល់ហើយនេះមេរៀនទី1នេះជាមេរៀនទី1សម្រាប់សម័យលង្វែកដែលព្រះសទ្ធាទី1ចងចំណងមេត្រីភាពជាមួយនឹងស្ដេចចក្រពត្តិនិងនរេនសូរួចហើយការសងគុណរបស់ពួកសៀមបានលើកកងទ័ពមកពាត់ទីក្រុងលង្វែកបានបែកបាក់ធ្លាក់ជាចំណុះពួកសៀមនៅក្នុងឆ្នាំ1595ណា1595ធ្លាក់អានិស្សរភាពបាត់បង់អំណាចតខ្លួនព្រះសុយោពណ៌ដែលជាមហាអបរាជត្រូវបានសៀមចាប់ខ្លួនយកទៅដាក់គុកនៅអយុធ្យាព្រះសទ្ធាទី1ជាមួយនឹងព្រះបាទជ័យយថាទី1និងអង្គតុនភៀសខ្លួនទៅប្រទេសលាវទៅសកុតនៅប្រទេសលាវណាដែនដីដ៏ធំដែលបានកសាងឡើងនៅក្នុងរាជព្រះបាទអង្គច័ន្ទរាជាដែលបង្កើតឲ្យមានចក្រភពលង្វែកឬក៏យើងហៅថាអាណាចក្រលង្វែកមិនចំណុះសៀមជិត80ឆ្នាំទីបំផុតកូនរបស់ព្រះអង្គចៅរបស់ព្រះអង្គបានធ្វើកំហុសនយោបាយណាចងចំណងមេត្រីភាពជាមួយនឹងពួកសត្រូវចងចំណងមេត្រីភាពជាមួយពួកសៀមទីបំផុតសៀមបានបំពេញខ្មែររួចហើយគ្រប់គ្រងដីខ្មែរមេរៀនណាជាមេរៀនដ៏ធំបំផុតសម្រាប់ខ្មែរយកមកសិក្សាទប់ទល់ជាមួយសត្រូវក្បែរខាងកុំមានចិត្តទុនកុំមានចិត្តមេត្តាសន្តោសជាមួយសត្រូវដែលគេមានបំណងទន្ទ្រាននឹងលេបយើងណាចាំឲ្យច្បាស់នេះសម័យកាលនៅក្នុងលង្វែកជាមេរៀនមួយដ៏ធំបំផុតខ្ញុំនិយាយពីររឿងថ្ងៃនេះណាខ្ញុំនិយាយលង្វែកមួយម្ដងមួយបើសិនជាកម្ពុជាឆក់ឱកាសនៅពេលនោះកុំចងចំណងមេត្រីភាពជាមួយនឹងពួកសៀមកម្ពុជាអាចយកដីរបស់ខ្លួនឯងដែលបានបាត់នោះយកមកវិញបានបាត់ហើយចុះភូមិកំពុងវាយលុកចូលភូមិវាយលុកយើងវាយលុកដែរទៅឥឡូវនេះជាឱកាសមួយរបស់កម្ពុជាពីរចំណុចទី1កម្ពុជាឈ្នះគឺដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិទី2ត្រៀមកម្លាំងកងទ័ពពីព្រោះពួកសៀមខ្លួនឯងកំពុងតែបង្កើតឲ្យមានសត្រូវជំនឿណាកងទ័ពរបស់សៀមនិងនយោបាយរបស់សៀមកំពុងតែដើរដល់ផ្លូវទាល់ច្រកមួយទី1ភូមិក៏មានវិវាទជាមួយពួកសៀមក្រុមឧទាមបំបែកខ្លួននៅភាគខាងត្បូងនៃប្រទេសសៀមដែលយើងស្គាល់ថាផាកៃដែលមានកងកម្លាំងរបស់ពួកម៉ាឡេស៊ីជួយនោះក៏កំពុងតែរំជើបរំជួលបើសិនជាក្នុងករណីសៀម
nơi tay cục lên thưa sừng kiếm cho môi Campuchia và tê bay bờ sân chỉ kêu mình dột nó lóc này mà cùng ASEAN thế đó xem luôn ấy đừng ai bắt đây này như chỉ cả phần mơ mơ đời chắc bắt là bọc chồng vì mình đo nặng tiền vay vô đây với những phần tay luôn ấy nó cứ trông luôn phụ mẹ anh vay bó Campuchia anh vay vì coi nó phụ mẹ vay bó mà là gì chui phụ tiêm anh luôn ở trong đồng bằng phía thằng bốn chẳng tức đây là bao xiêm có ai chuốc phía bằng cuồng từ đây vì pro ở tiêm ở trong phần tê thay xong ngay đi còn bông tay miền cầm đất mũi trong đạch luôn trên pi rót tháp bị bà bảo thầy đại dương hào tháp phụ tiêm nó phạt tài phía thằng bốn này đòi miền crom ốp thom thống cứ phụ mà là gì trăm thà tức đây là bao xiêm chia tức đây là bỏ tester tại thằng mùi phía này phía thằng trứng chắp pi khép phải giàu lần từ lớn chia tức đây là bỏ láo hơi nâng tức đây là bỏ phụ miền mùi phía thằng lách mùi phía thằng cao nâng phía thằng đá chia tức đây là bỏ cam chia chân xiêm miền tây ai chút xía chỉ mùi nâng sào tây đây chia vào phúc cầm nát cơ chia lót ban phụ tay cho mọi người này phía thằng bốn lót bị dạ la trăng rồi hốt đó Narathivat cứ chia từ đây là bỏ phụ mà là gì đây là phụ xiêm vay rồi áp xuống lên nè đôi đầu lơ phun phơn chắc ạ và các ạ mất chỉ môi vào tay bay khang chân trong cái đó ai giúp nâng phong bà bà không cả đây vay với Campuchia ở cả là phụ miếng cả vay trốn cái nâng mình cho này anh chia sama cũng ASEAN thì có sama cho ASEAN thế nâng bên đây này anh cũng lên bằng biên từ lương của thế kỷ pi mà sao mà anh bắt nhé cho mấy phụ miếng đạt chỉ mới phụ miếng mà bảo ấy chẳng chăm tiêm luôn à nơi bên đây bằng coi chùm đua với Campuchia phụ mía có mắn bằng người gần tới này phụ mía ai đã đôi khi đây Nishka bằng miến từ lương phụ xiêm tích nơi sau đã bàn co mà cả độc và dắt đó Paul và bạn đó cùng trao cho non rồi bờ sân chiếc mình thư ca bị cha đã sầm rắp cả chuyên viên mà được Campuchia TP vậy bị đương tranh bao kia mà đòn á bao cô đấy là lại vật thoi sầm lên mà mình vậy bị đương tranh bao kia sầm ruột sẽ đây lang vĩnh cứ bánh chọc xài nướng tí muối về đại phù mía vay trôn trong năm 1587 đại xiêm ban chọn chấm non mê tây phép cho mùi Campuchia này chấm sầm ruột riêng lang vĩnh đó đam bay khai Campuchia vay bị còi non túc dọc tức đây để luôn cho ban cục rong trong sầm máy để thoa mê chia trong năm 1477 là bánh phụ xiêm bà cả nam mình mà chọn chấm non mê tây phép cho mùi Campuchia thế Campuchia vay bị còi non dọc kẹt trong mà bình Khmer dưỡng có dọc dối tuần lứa anh nút xa nặng dọc dối rồi coi những hào tha sầm quan mê tây phiếp có mình hiên thư sừng kiếm cho mùi xiêm từ thêm tiền lướt con toát rồi bọc luôn anh ôi thì chui xiêm tiết lắp tập phao này ca chui kế tí bầm phất kỳ ban nom còn toát mà vay bay đồng về hết chắp sạch anh dọc đặt cục tiền ta đi mình men chỉ mê riêng sầm rạp dừng riêng tê rồi ngày hai bong có xong mình chẹt đòi ôn để ôn prap bong tha bong ơi còn thằng mình prap chống mà có thằng bọn anh bay trên dây đường hụt 400 năm bằng thế dây lần đi mau lần đi vô từ xa con toát kỳ tục hơi tại ôn cho chăm là về để bọn dây đường nắng ảo này mưa thả tao để bọn dây nắng á không ai cua rồi dắt đường nắng cao lần kia được 400 năm mình toàn du thế ôn nơi thay mấy sáng thế tại không ai cua tại trong một giặt chồng cua chồng non mê tây phiếp sầm quan là phiếp tẹt tóm cồn cả xa ở khmết tận long mật phép bọn phương sắp tay vào khu rút nặng đó Campuchia ắt miền chấm non miền tây phiếp ní miền phiếp lâu hơn hai Khmer mình bạt đầy đây Khmer cứ ao tặng miền chấm non miền tây phiếp bất cứ đang bạt đầy tây mới thông đó đây thông đang thưa mạch trong bàn đây Khmer vay Khmer là mình cần lơ con to mà bầm biến với ắt chẳng ai bên tận luồng thời cho anh mất phép anh á mất phép anh á anh sẽ lại ngày na phân đây lấy anh xong mà plong mà vô tới dừng mất phép kia ý sai ấy thơ lõ chơi thơ mà cho năm thơ mà cha sai ngoặc bát tới để sai bác nhóm ta nhập thơ rồi cho năm nói côn biết tập cây cũng nhà nè vậy lời dân châu tipi nó không sắm ai đông nó không sắm một quan bầm bờ rồi học sập ram mùi quan bầm bờ rồi học sập ram bộ xiêm bàn lơ còn toát một vay Campuchia to bàn tay việc vay ở đó việc tục trầm xiêm mà hai chúng ta bao phù mía nó bị chọn luôn mà đòi Campuchia dân việt bàn tay việc mau mình đó chân xiêm bị tục đời chân xiêm bị tốc xiêm bị thương phải chắc việc thà bờ sân chia Campuchia mình lơ còn toát từ chuối xiêm thế phù mía luôn mau rồi nè trẻ việc mau bà like Khmer dưới á mà bà like Khmer dưới thà bờ sân chia Campuchia đấy mình lơ còn toát từ chuối thế bộ phù miền đang vay thua của tê xiêm cướp rong một đòn Campuchia đôi này hai Campuchia chạm bạch na trâu từ lứa con top từ chui xiêm
tiền chọn chấm non mấy tây phiếp tầng màu bọc ảnh phù mê ná mớiได้quay thử xiêm xiêm có thể phần nào này về quay mình thử đó bây giờ lừa chẳng phải nhập vào nhau ấy nơi bây đây dương phải nhập vào nhau lắng miền mê toạc mùi rúp cho mua thai chặt này bọn bố nó biết đập chùm like video hay bọn bố bị cha na cho mùi sống Campuchia này nó đợi trôi tập lâu chặt đây thằng tranh ta bao kê bởi vậy bị đường xây với nhắc thằng tranh bao kê với sừng ro support luyện khơi bà với tranh bọc phải phía xa mày ta ọc luôn là lính là lọc đôi à đánh chập bạc một tô trong mắt cái bọc thì pro môi dương trong đôi kia trong sạch kia lại mà bọc dương chẳng tao sạch rồi lại mà bọc dương bọc cả bọc gì bọc đừng cài bọc hay mình che riêng lớn về đừng một quan sát nó cứ cà pia đừng bọc này cà pia đừng cái bọc nó còn ai tranh bọc kỳ tiền còn ai chặt tuân kê ta xa hơn tình tôi cháu bóng sải xa ta về bị trô nè này hay vô bị rồi á ô bọn anh thằng hà ai một đôi xoa đó không vô bị rồi á kinh chóng chân chuyện nó cứng chắc á tô tuân mà tô tuân nó cái chắp cho nó dương bánปุ๊บ cái prơ ta là bạch ta đáy lắm chăm bạch vô xây sạch mà bọc cái vô ta pro sạch mà bọc nó ai đến tranh bọc kim viên bên trong lâu cái đó bên cùng mía quay cho cái đáng rồi tê xiêm chẳng muốn trở bàn bạch bạc và tê xiêm chắc là bạch bạcព្រះមហាក្សត្រសៀមត្រូវបានភូមាសម្លាប់មេតបសៀមឈ្មោះចក្រៃកន្លែងនេះពេលបងប្អូនស្ដាប់ការ live វីដេអូនេះបងប្អូនស្ដាប់ឲ្យទាន់នៅពេលដែលកងទ័ពភូមាវាយចូលប្រទេសសៀមគេបានសម្លាប់ព្រះមហាក្សត្រសៀមរួចហើយមេតបឈ្មោះចក្រៃបានរត់មកប្រទេសកម្ពុជាយើងមកពឹងព្រះអង្គទុនឲ្យលើកកងទ័ពទៅជួយដេញសៀមចេញដេញភូមាចេញពីប្រទេសសៀមបន្ទាប់ពីនោះមកមានមនុស្សម្នាក់នៅខេត្តតានេះនិយាយប្រវត្តិសាស្ត្រសៀមហើយមានមនុស្សម្នាក់នៅខេត្តតាឈ្មោះថាតាប្រយ៉ាឬក៏ហៅថាប្រយ៉ាតាដែលយើងស្គាល់ថាព្រះចៅតាស៊ីនព្រះចៅតានេះនៅខេត្តតានៃភាគខាងជើងរបស់សៀមមានកងទ័ពច្រើននៅដៃហើយគាត់ធ្លាប់ធ្វើជាចៅហ្វាយខេត្តផងគាត់បានលើកកងទ័ពនេះទៅដេញពួកភូមាចេញពីប្រទេសរួចហើយតាំងខ្លួនឯងជាស្ដេចព្រះចៅតាស៊ីនលើករាជធានីពីអយុធ្យាមកសោយរាជនៅធនបុរីសពថ្ងៃបងប្អូនទៅបាងកកធនបុរីគឺក្បែរទលេមកជាហៀងមុខម្នាក់នៅពេលហ្នឹងមេតបឈ្មោះចក្រៃបន្ទាប់ពីគេសម្លាប់ព្រះមហាក្សត្រសៀមហើយបានរត់មកពឹងស្ដេចខ្មែរយើងរត់មកជ្រកកោននៅប្រទេសកម្ពុជាកាលនោះអំណាចរបស់ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់ព្រះអង្គទុនពេលដែលព្រះចៅតាស៊ីនប្រកាសខ្លួនឯងជាព្រះមហាក្សត្រនៅឯប្រទេសសៀមកម្ពុជាមិនព្រមទទួលស្គាល់ថាតាស៊ីនគឺជាស្ដេចរបស់សៀមទេពីព្រោះគាត់ជាពូជរាជដែលឡើងមកដណ្ដើមអំណាចពីពួកភូមាហើយម្យ៉ាងទៀតចៅចក្រៃដែលជាមេទ័ពរបស់ស្ដេចសៀមនេះបានរត់មកពឹងកម្ពុជាយើងដូច្នេះបើសិនជាកម្ពុជាទទួលស្គាល់តាស៊ីនជាស្ដេចមានន័យថាកម្ពុជានេះគឺក្បត់ជាមួយនឹងចក្រៃដែលរស់នៅក្នុងប្រទេសរបស់ខ្លួនចក្រៃមកពឹងខ្មែរយើងឲ្យជួយនាំកងទ័ពទៅដេញកងទ័ពភូមាតែចៃដន្យតាស៊ីនបានដេញមុនរួចហើយសោយរាជនៅក្នុងប្រទេសសៀមប្រកាសខ្លួនឯងជាព្រះមហាក្សត្រស្ដាប់ឲ្យទាន់ណាចក្រៃប្រភពកំណើតរបស់គាត់បម្រើស្ដេចសៀមក៏ប៉ុន្តែចក្រៃនេះនៅក្នុងឯកសារប្រទេសកម្ពុជាយើងបានសរសេរថាចក្រៃគឺជាជនជាតិខ្មែរយើងដែលមានខេត្តកំណើតរបស់ខ្លួននៅក្នុងខេត្តកំពតគាត់អាចជាអ្នកនៅស្រុកទូកមាសឬក៏ស្រុកបន្ទាយមាសនៅក្នុងពេលអតីតកាលចក្រៃនេះបានក្លាយជាមេទ័ពរបស់ស្ដេចសៀមបន្ទាប់ពីគេសម្លាប់ស្ដេចសៀមគាត់បានភៀសខ្លួនមកនៅកម្ពុជារួចហើយអង្គវសូមឲ្យអង្គទុនជួយលើកកងទ័ពហ្នឹងទៅដេញកងទ័ពភូមាពេលហ្នឹងអង្គទុនខ្លួនឯងលើកទៅវាមិនកើតដោយសារតែកម្ពុជាពេលហ្នឹងវានៅមានបញ្ហាផ្ទៃក្នុងអង្គទុននិងអង្គនុននៅឆ្លោះគ្នាស្ដេចពីរអង្គទុននិងអង្គនុននៅឆ្លោះគ្នាបងប្អូនស្ដាប់ឲ្យទាន់ណាខ្ញុំឡាយមួយនិយាយមួយក្រោយមកព្រះចៅតាស៊ីនបានកើតវិកលចរិតដោយសារការធ្វើសមាធិកម្មដ្ឋានវិបស្សនាបែកទៅជាឈួតហើយចៅតាស៊ីនខ្លួនឯងនេះនៅពេលដែលកម្ពុជាមិនព្រមទទួលស្គាល់ថាខ្លួនជាស្ដេចរបស់សៀមនេះបានលើកកងទ័ពមកបិទកម្ពុជាពេលហ្នឹងចក្រៃនៅក្នុងប្រទេសកម្ពុជាជ្រកកោនក្រមអំណាចរបស់ស្ដេចអង្គទុនគឺជាបិតារបស់ព្រះបាទអង្គឯងស្ដាប់ឲ្យច្បាស់ណាស់ខ្ញុំនិយាយមួយ
នៅពេលដែលព្រះចៅតាស៊ីនកើតវិកលចរិតដោយការធ្វើវិបស្សនាកម្មដ្ឋានបែកទៅជាឈួតដើរស្រាតពេញវាំងមេតបរបស់តាស៊ីនបានផ្ដល់ព័ត៌មានមកឲ្យចក្រីថាព្រះចៅតាស៊ីនកើតវិកលចរិតហើយសូមឲ្យចក្រីនាំកងទ័ពចូលទៅដើម្បីស្ដារប្រទេសសៀមឡើងវិញនិយាយមួយយឺតដើម្បីឲ្យបងប្អូនស្ដាប់ទាន់កុំឲ្យនិយាយទៅយល់តែខ្ញុំពេលនោះចក្រីបាននាំកងទ័ពកម្ពុជាចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសសៀមរួចហើយបញ្ជាឲ្យកងទ័ពរបស់សៀមចាប់ចៅតាស៊ីនយកទៅកប់ជាមួយនឹងក្លឹមច័ន្ទទាំងរស់ទៅមុននឹងចាប់ផ្ដើមរៀបកប់ចៅតាស៊ីនបានសុំទៅទូចជួបជាមួយនឹងចៅចក្រីដើម្បីនិយាយរឿងក្នុងចិត្តរបស់ខ្លួនក៏ប៉ុន្តែចក្រីថាបាយទៅជួបអញកប់វាចោលទៅព្រោះមនុស្សនឹងវាឈួតហើយណាដើរស្រាតក្នុងវាំងខ្ញុំមិនមែននិយាយឲ្យគេស្រេចសៀមទេណាប៉ុន្តែចៅតាស៊ីននេះគឺអញ្ចឹងមែនសំបីតែឯកសារប្រវត្តិសាស្ត្ររបស់សៀមក៏សេចឹងដែរសរសេរថាគាត់ធ្វើវិបស្សនាបែកកម្មដ្ឋានវាទៅជាសម្រេចបានឈានទៅជាឈួតដល់ពេលអញ្ចឹងទៅគាត់បញ្ជាឲ្យមនុស្សនៅក្នុងវាំងហ្នឹងដើរស្រាតនៅក្នុងវាំងទើបគេមើលឃើញថាតាស៊ីនពេលហ្នឹងមិនមែនសម្រេចកម្មដ្ឋានអីទេគឺគាត់ឈួតទើបគេបញ្ជាឲ្យចាប់តាស៊ីនយកទៅកាត់ទោសប្រហារជីវិតដោយកប់ទាំងរស់ជាមួយក្លឹមច័ន្ទទៅចាប់ពីពេលនោះមកប្រទេសសៀមមិនមានស្ដេចគ្រប់គ្រងទេចក្រីខ្លួនឯងដែលនាំកងទ័ពកម្ពុជាចូលទៅក្នុងប្រទេសសៀមដើម្បីស្ដារប្រទេសសៀមដេញកងទ័ពភូមាចេញទៅដល់ប្រទេសភូមាអស់ហើយរួចហើយកងទ័ពរបស់តាស៊ីនទាំងអស់បានចុះចូលជាមួយចក្រីបានប្រកាសខ្លួនឯងជាព្រះមហាក្សត្រថៃដែលយើងទទួលស្គាល់ថាជារាមាទី1ឬក៏ព្រះចៅព្រះពុទ្ធយតហ្វាចលាលោកតោះឥឡូវយើងនិយាយរឿងសៀមសងគុណកម្ពុជាដល់ហើយណាដល់សៀមសងគុណកម្ពុជាតែនឹងរំលឹកថយក្រោយបន្តិចអូនថាបងអើយកុំទៅនិយាយរឿង300-400ឆ្នាំនិយាយអារឿងថ្មីមកណានិយាយអារឿង300-400ឆ្នាំដែរនិយាយអារឿងហ្នឹងនិយាយអារឿងថ្មីឥឡូវនេះវាបង្រៀនយើងណាវាបង្រៀនយើងឲ្យយើងមើលនៅពេលដែលចក្រីនាំកងទ័ពទៅដល់ប្រទេសសៀមហើយចាប់តាស៊ីនធ្វើកុដិហើយគេបានប្រកាសខ្លួនគេចាំណាបងប្អូនណាចក្រីមិនមែនជាព្រះមហាក្សត្រទេចក្រីជាមេទ័ពរបស់ព្រះមហាក្សត្រសៀមដែលត្រូវបានពួកភូមាសម្លាប់គាត់មិនស្ដេចទេណាគាត់ជាមេទ័ពហើយកំណើតកើតជារបស់ចក្រីខ្លួនឯងនេះនៅក្នុងឯកសារពងសាវតាប្រទេសកម្ពុជាសរសេរថាគេសន្និដ្ឋានថាចក្រីគឺជាអ្នកនៅខេត្តកំពតទៀតផងគេសន្និដ្ឋានថាចក្រីគឺជាអ្នកនៅតំបន់ទុកមាសឬក៏បន្ទាយមាសពេលដែលចក្រីនាំកងទ័ពកម្ពុជាទៅហើយបង្ក្រាបពួកកងទ័ពសៀមកុំឲ្យមានការបះបោរដេញកងទ័ពភូមាទៅអស់ហើយគាត់បានប្រកាសខ្លួនគាត់ជាព្រះមហាក្សត្រដែលយើងស្គាល់ជាស្ដេចរាមាទី1អត់ទេអត់ឲ្យប៉ះពាល់គេទេយើងនិយាយនេះយើងនិយាយអំពីចៅតាស៊ីនណាសូមបងប្អូនកុំចូលមកជេរខ្ញុំថាខ្ញុំឌៀមដាមណាហ្នឹងហើយខ្ញុំនិយាយពីរឿងចៅតាស៊ីនដែលគាត់ធ្វើវិបស្សនាជារឿងពិតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសសៀមខ្លួនឯងសៀមក៏ទទួលស្គាល់ថាគាត់បែកកម្មដ្ឋានដែរខ្ញុំនិយាយអត់មានឌៀមដាមទៅណាទេខ្ញុំនិយាយពីរឿងប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធទៅនឹងស្ដេចសៀមទុកជាមេរៀននេះសម្រាប់ឲ្យបងប្អូនធ្វើការពិចារណាទាំងអស់គ្នាអូខេចូលដល់ទី2ពេលដែលចៅតាចក្រីប្រកាសខ្លួនឯងជាព្រះមហាក្សត្រកម្ពុជាបានមានវិវាទគ្នាមេទ័ព3នៅក្នុងកម្ពុជាចៅហ្វាបែនចៅហ្វាតេនណាបានមានវិវាទគ្នានឹងផ្ទៃក្នុងនិយាយកន្លែងនេះខ្ញុំសែនអាភ័ព្វស្រុកទេសរបស់យើងបងប្អូនពេលដែលគេចាប់ដើមទៅរៀបចំប្រទេសរបស់គេដែលនៅពីសង្គ្រាមឯងនេះកំពុងតែមានវិវាទគ្នាដែរមេទ័ពរបស់ខ្មែរយើងដែលដឹកនាំប្រទេសកម្ពុជាចាប់ដើមបែកបាក់ផ្ទៃក្នុងមូសូបែននឹងបងប្អូនធ្លាប់លឺនៅក្នុងសម័យកាលនៃសម័យឧត្តមមេទ័ពមូមេទ័ពសូមេទ័ពបែន3នាក់នឹងគិតតែកាប់ចាក់គ្នាចុងក្រោយបែនបាននាំព្រះបាទអង្គអេងទៅកាន់ប្រទេសសៀមទៅសុំជ្រកកោនជាមួយនឹងព្រះពុទ្ធយតហ្វាជលាលោកណែវាស្រឡាញ់អាកន្លែងហ្នឹងចៅចក្រីខ្លួនឯងមកសុំជ្រកកោនជាមួយនឹងអង្គទុនដែលជាបិតាអង្គអេងចុងក្រោយចក្រីនាំកងទ័ពកម្ពុជាទៅបង្ក្រាបពួកបះបោនៅក្នុងប្រទេសសៀមបង្ក្រាបពួកភូមាហើយតាំងខ្លួនឯងជាព្រះមហាក្សត្រដែលនាមថាចៅហ្វាជលាលោកឬក៏យើងហៅថារាមាទី1ទីបំផុតកម្ពុជាមានវិវាទផ្ទៃក្នុងដោយសារមេទ័ពទាំង3នឹងឆ្លោះទាស់ទែងគ្នាចៅហ្វាបែនបាននាំ
ព្រះបាទអង្គឯងដែលនៅបច្ចុប្បន្ន11ភាសារត់ទៅសុំជ្រក់កោនជាមួយនឹងស្ដេចសៀមវិញណែស្ដេចសៀមហ្នឹងមិនមែនស្ដេចសៀមទេណាជាមេទ័ពចក្រៃខ្ញុំនិយាយពីដើមទីមកណាដែលតាំងខ្លួនឯងជាព្រះមហាក្សត្រពេលដែលព្រះបាទអង្គឯងទៅដល់ជួបជាមួយនឹងចៅចក្រៃដែលនាមជាព្រះរាមាទី1ព្រះរាមាទី1បានយកព្រះបាទអង្គឯងធ្វើជាកូនធររួចហើយបានបញ្ជូនកងទ័ពមកជាមួយកងទ័ពខ្មែរដែលបាននាំទៅកាលសម័យដែលគាត់នៅជាមេទ័ពហ្នឹងឲ្យជូនព្រះបាទអង្គឯងមកសោយរាជនៅក្នុងប្រទេសកម្ពុជាវិញរួចហើយគាត់បានឲ្យចៅហ្វាបែននេះកាត់យកទឹកដីខេត្តបាត់ដំបងសៀមរាបស៊ីសផុនហើយនៅមលូព្រៃក្រោមការគ្រប់គ្រងរបស់ចៅហ្វាបែនលើកជំនួនសួយសារហកទៅថ្វាយស្ដេចសៀមឈឺចិត្តត្រូវម៉ាច់តែមកបាទត្រូវម៉ាច់ខ្ញុំពោះចិត្តកន្លែងនេះពេលដែលខ្ញុំអានប្រវត្តិសាស្ត្រយីខ្មែរក៏យ៉ាងនេះបាទការសងគុណរបស់ចក្រៃដែលតាំងខ្លួនឯងជាព្រះមហាក្សត្ររាមាទី1ឬយើងស្គាល់ជាស្ដេចចៅហ្វាជូឡាលោកនេះជាការសងគុណដ៏ធំបំផុតគ្រាន់តែឲ្យកងទ័ពជូនព្រះអង្គឯងមកសោយរាជនៅកម្ពុជារួចហើយសញ្ជ័យយកដីកម្ពុជាយើងដាក់ចៅហ្វាបែនឲ្យគ្រប់គ្រងអំណាចពីលើកធំដែលសៀមបានសងគុណកម្ពុជាគ្រប់គ្រងតាំងពីឆ្នាំ1795ដីនេះគឺក្រោមអំណាចរបស់ចៅហ្វាបែនប៉ុន្តែមិនមែនចំណុះស្ដេចឧត្តមទេចំណុះស្ដេចសៀមនៅឯអយុធ្យាក្រោយមកគេបានដូរទីក្រុងមកកាន់ទីក្រុងបាងកកឃើញទេបងប្អូនជាលទ្ធផលមួយដែលបានចាស់ឥទ្ធិពលអំពីរឿងរបស់ខ្មែរក្នុងអតីតកាលមកពេលបច្ចុប្បន្ននេះកម្ពុជាមិនត្រូវទុកចិត្តសៀមទៀតទេរឿងចង់ធ្វើរដ្ឋបហារដ្ឋាភិបាលថៃវាជារឿងរបស់គេណាវាជារឿងផ្ទៃក្នុងរបស់គេជាតិសាសន៍របស់គេគេមិនអាណិតគ្នាគេក៏ហីទៅយើងដឹងតែដាក់ទៅអង្គការអន្តរជាតិប្តឹងដាក់តាព្រោះយើងត្រូវការយកដីហ្នឹងដែលជាដីរបស់យើងអត់មានសញ្ចៃយកដីណាទេណាពីឆ្នាំ1954គូអុកដានេបាញ់ពីលើផែនពីលើមេឃមកកាន់ផែនដីសម្គាល់ថាភ្នំដងរែកពុះចែកចេញជាពីរមែនអញ្ចឹងប្រាសាទនេះក៏នៅក្នុងតំបន់របស់កម្ពុជាដែរកម្ពុជាត្រូវថែរក្សាអធិបតេយ្យភាពរបស់ខ្លួនមិនមែនពេលដែលដាក់ផែនទីទៅហើយវាគ្មានឈ្មោះប្រាសាទឬឈ្មោះដែនដីនៅក្នុងផែនទីទេកន្លែងនេះកម្ពុជាទៅឈរលើគោលដៅពិតប្រាកដមួយដោយយើងមានផែនទីនៅក្នុងអង្គការសហប្រជាជាតិឈរលើចំហនេះយើងត្រូវតែប្រឹងចឹងរឿងគេអាណិតគ្នាគេចង់ធ្វើរដ្ឋបហាគេស្អីរឿងរបស់គេកុំយកចំណងមេត្រីភាពទៅចងដូចជាយើងយកជាប់ភ្នៀវមកបៀតគ្នាចាអាហ្នឹងវាអត់កើតទេអាចជាប់ភ្នែកមកដាក់គ្នាស្អិតអត់បានទេចុងក្រោយណាគ្មានអ្នកណាបាត់ដែនដីទេគឺមានតែកម្ពុជាដោយសារតែការយោគយល់អធិស្ឋានណាអាណិតមេត្តាករណាមុទិតាឧបេក្ខាទៅលើប្រទេសដែលគេចង់បំពេញយើងតែខ្វះ200ឆ្នាំពេញកម្ពុជាត្រូវបានបាត់ដី3ខេត្តរហូតដល់ឯកសារប្រវត្តិសាស្ត្រសៀមសរសេរទុកថាខេត្តបាត់ដំបងសៀមរាបស៊ីសផុនមលូព្រៃគឺជាខេត្តរបស់ពួកសៀមដែលសៀមបានគ្រប់គ្រងតាំងពីឆ្នាំ1795រហូតមកដល់បារាំងចូលមកក្នុងប្រទេសកម្ពុជាបានយកដីនេះវិញនៅក្នុងឆ្នាំ1907 1908ធ្វើជាអនុសារណៈយោគយល់ដែលយើងហៅថាកិច្ចសហប្រតិបត្តិការរវាងជាតិសាសន៍និងជាតិសាសន៍បានដីមកវិញប៉ុន្តែប្រវត្តិសាស្ត្រសៀមបានសរសេរទុកឲ្យស្រេចថាដីនោះជាដីរបស់គេហើយខុសអត់ខុសកុំបដិសេធណាថាដីនោះដីគេកុំបដិសេធណាត្រឹមត្រូវណាស់ជាដីរបស់គេតែជាដីគេដែលគេយកពីយើងមិនមែនជាដីរបស់គេពិតប្រាកដទេជាដីដែលគេសញ្ចៃយកពីដូនតារបស់យើងហើយដូនតារបស់យើងនេះមហាម៉ែចិត្តល្អណាស់ចិត្តល្អបើនិយាយពីរឿងបាត់កម្ពុជាក្រមក៏ដោយសារចិត្តល្អដែរណារឿងសរុបសេចក្តីទៅគឺកើតចេញពីចិត្តល្អកើតចេញពីមេត្តាករណាកើតពីការយោគយល់អធិស្ឋានកើតពីរឿងនឹងទាំងអស់ពូជខ្មែរត្រូវតែសិក្សាឲ្យលម្អិតអំពីជាតិសាសន៍ក្បែរខ្លួនរបស់យើងមិនត្រូវធ្វើប្រហែលទេអ្វីដែលខ្មែរឈ្នះគឺមានតែអង្គការអន្តរជាតិទេសង្ឃឹមលើការធ្វើសង្គ្រាមកុំចាយកម្លាំងកងទ័ពយើងចោលអត់ប្រយោជន៍ហើយមិនបានមកវិញទៀតពេលខ្លះបាញ់គ្នាមែនឥឡូវនេះព័ត៌មានថាបាញ់ថ្ងៃណាខ្ញុំដឹងណាបាញ់នេះវាផ្ដល់នៅផលមិនល្អប្រជាជនយើងតិចកងទ័ពយើងតិចសភាវុធយើងក៏តិចប៉ុន្តែយើងលើកកម្លាំងចិត្តថាយើងត្រូវតែឈ្នះយើងត្រូវតែច្បាំងដែលអាណាទៅហ៊ានបំបាក់កម្លាំងចិត្តកងទ័ពតែយើងច្បាំងទៅចាញ់អត់ទេក្នុងនាមយើងជាពលរដ្ឋខ្មែរក្នុងនាមយើងជាប្រជាជនខ្មែរមួយរូបដែលមានទឹកដីមានឈាមជ័រជាខ្មែរទោះបីដឹងថាមិនឈ្នះគេក៏ដោយក៏ខំចេញឡាយនិយាយថាយើងត្រូវតែឈ្នះយើងត្រូវតែឈ្នះសត្រូវរបស់យើង
tụi bây giờ đang thà sạch bao dương miền cầm lăng khlang miền sập bia bút khlang miền xăm bề rẽ ba để khá khlang tại dương đang thà dương tới tới chết buổi dương lướt cầm lăng chết con tọt dương chẳng tại xưa này dương trong thế sự kiếm đấy thì dương trong bầm biên kia đấy thì xua cái bánh thật cái trong bầm biên chứ cái trong bầm biên dương bảo cái mình trong bầm biên dương cái mình lướt con tọt vào từng thiên đây là bao dương tiếng này cho bác on ra chết bệnh trẻ cho bác thằng sao đó viên đầu lướt cầm nút phán tí rồi bác Campuchia sắp tới nó bao dương tăng phía tây ta mà đòn pe pa cho bọn kia mình đang tra vào đây đòi dương mà đòn là lời miền tây dương tế tra vào đây đòi kia nữa trắc cái tranh từng kiếm phù mê kia rồi mà xong triệu con chỉ mới Campuchia nên anh toàn dễ chỉ mới Việt Nam á đó trăm ngày nào tận đấy dễ chỉ mới Việt Nam bạc Campuchia khóm có đời xa ta hưởng lắm mà còn tay chỗ lấy lận tới trong của riêng tây ta riêng của quan sát vì mình chỉ cả lay quan sát còn là con là trong Campuchia nó là mom chụp chặt lò hơi Campuchia là mom chụp meta hơi chỉ mua sạch rồi Campuchia trâu từ rừng băng lưng Campuchia trâu từ bên chùm hoa ấy bật có ba loa cả này na để Campuchia nhé đòi cá đăng từ lá cá Campuchia trâu từ phương đầm bầy còn hỏi còn toạc luôn sạch cá nhé đòi từ lá cá việc còn bao chiên từ cho to tăng thưa sừng kiềm với tôi tăng dương thay dương để tôi tài trường kia thưa mình nhé kia chẳng còn hỏi còn toạc việc sạch tại dân cái nơi từ kiềm đây bởi dân đang theo rót tháp bị bao kia chỉ muốn thể hiện cái mình trâu thế dân tục chỉ muốn thể hiện kỳ chẳng rót tháp bị bao kia mình tới thể hiện cái thơ rót há chỉ đường bỏ kỳ còn từ anh đặt còn mà đặt kỳ còn miền mà đâu chạy tăng rót tháp bị bao mưa tới mà nè xây đường mốc chu miền ăn tỷ pol áp thế hướng bắc cái đỏ xanh này cái trong thơ rót há cái trong đọ cái quạt cho cái trong vô banh cho nó hướng bắc cái tân vừa công từ dọc cho nơi mà tôi biết luôn còn dọc mà nô sinh chạy tận na chết sạch nước ảnh đất ấy còn các bạn đấy chưa xem ạ chăm á tham miên tay tổ la ca on ra chết đi ai cắt xây cái đây ao nhà này chỉ là chẳng bảo dương từ to tôi thưa sừng kiềm tôi chỉ mới kia làm bay dọc đây dương mà vinh tam ca từng tiền bọc kia đi việt tư mình đuôi tê đi dương dễ á chúng ta tư mình đuôi đấy sừng kiềm cana việt phứ bị che tức đặc nên bị tật nè hai cana việt phứ bị ô hồn lại việc mình thưa mà ngay thì ngay chóc ấy ta thưa việc nhận đào rập năm hay rập năm bị phao qua xây cái xét từ cách vì này chỉ cảm khiếp cro cây rồi bỏ bộ ruột vào dương bị châu được tam này thứ sai nó tất thưa sắc ng bài là sai còn ban thứ bài có admin hộp chẳng hay phao bị bạn bị cả lớn bia chia bị bắt ở bọc sừng cùng xua thà trong thư kiếm ấy xong bày để phụ xiêm luôn ai đây bọc vạ nhắc vô trâu tàu bay đấy xua đạp bê để thư sừng kiếm vẫn có là xiêm được khai hán tể chôn chết xiêm mình đây thư sừng kiếm vì mà quan một đôi sam tapi mà chôn chết xiêm mình đây bạc bia chỉ mùi ná chỉ lẹ cả đạo thông tê thôi vì phụ anh tinh tôi chẳng tăng nè admin tôi nhắc phụ mía admin một nhắc mày nhắc này đôi chuyện này hai bê để thư sừng kiếm ở bất bạc chôn chết xiêm mình su được trong sừng kiếm thì xiêm này phải cao màu sạch biến liệp lê so biệt flopsy chọc mà ngay bay muốn đong viên miền hamburger pizza xí vì mìnhត្រូវការអត់ឃ្លានទេតែបើប្រៀបធៀបមកកម្ពុជាមានប្រៀបច្រើនធ្លាប់អត់ឃ្លានមានស៊ីធ្លាប់រត់កាត់របបខ្មែរក្រហមធ្លាប់គេយកទៅបីក្បាលត្បូងចប់ធ្លាប់ស៊ីបាយមួយថ្ងៃទៅបបរតាមអាចារ្យក៏ខ្មែរនៅទៅរស់ដូច្នេះហើយបើគិតអំពីការតស៊ូខ្មែរមានចំណុចខ្លាំងច្រើនក៏ប៉ុន្តែសួរថាចង់ធ្វើសង្គ្រាមទេសម្រាប់ខ្ញុំបដិសេធមិនចង់ធ្វើសង្គ្រាមអ្វីដែលអាចទៅបានតុលាការអន្តរជាតិឲ្យគេកាត់ក្តីកុំចរចាទ្វេភាគីមានតែផ្លូវមួយឯងដាក់ដីយើងទៅជាតំបន់សមិនឲ្យមានកងទ័ពចូលចាញ់ព្រៀបមួយទី2ចរចាយកទៅហ៊ាន10នាក់មកឈរឯង10នាក់ចាញ់គេតែស្មើនឹងមិនឲ្យបានលទ្ធផលមកយើងហ្នឹងមានដីណាមកយើងមានដីគេគ្រប់គ្រងដែរហ្នឹងអញ្ចឹងអាចរចាទ្វេភាគីស៊ីស៊ុបដោយគ្មានអន្តរជាតិជួយដឹងនេះវាស្មើនឹងលួចចែកប្រយោជន៍ផ្ទាល់ខ្លួនដូច្នេះកុំពីវិទ្យានេះវានឹងកើតឡើងដល់ចំនួនក្មេងសកលក្រោយទៀតនៅពេលដែលយើងអវត្តមានទៅយើងដោះស្រាយមិនចេញរឿងហ្នឹងកូនរបស់យើងទៅឆ្លោះតែរឿងព្រំដីថ្ងៃហ្នឹងវាឆ្លោះចៅវាមកឆ្លោះទួតវាមកឆ្លោះលួតវាមកឆ្លោះរកទីបញ្ចប់មិនឃើញហើយឆ្លោះនេះទៀតសោតបើបានអគីបកែវត្តសាផងគេមានព្រៀបលុបលើយើងដូច្នេះទន្ទឹមពេលដែលមានវត្តមានពួកយើងនៅរស់សពតែជាអ្នកដែលសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជាតិសាស្ត្ររបស់យើងនិងជាតិសាស្ត្ររបស់គេចំណុចខ្លាំងរបស់យើងអាចឈ្នះគេកន្លែងណាបានគូដាក់ពាក្យបណ្ដឹងទៅអង្គការអន្តរជាតិដោយគ្មានការយោគយល់ឆ្នាំ1962យើងឈ្នះក្តីដោយសារតែយើងមានផុសតាងច្បាស់លាស់ពិតប្រាកដដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋរូបខ្ញុំក្នុងនាមជាមេបកមួយឈរលើគោលដៅអភិក្រិតសន្តិសហវិជ្ជមានគាំទ្រដាច់ខាតឲ្យមានការដាក់ពាក្យបណ្ដឹងទៅកម្មតុលាការអន្តរជាតិដើម្បីអីកាត់ក្តីឲ្យដឹងឈ្នះចាញ់ក្នុងពេលដែលយើងមានវត្តមាននៅលើផែនដីអូខេបងប្អូនខ្ញុំនិយាយតែប៉ុណ្ណេះទេហើយពេលខ្លះក៏សូមអធិស្ឋានអភ័យទោសដោយសារសេវាវាដាច់វាមិនសូវជាល្អវាល្អអួលហើយសូមអធិស្ឋានអភ័យទោសចំពោះការអធិប្បាយពេលខ្លះលឿនទៅវាអាចខុសផ្លាត់ដោយប្រការណាមួយអញ្ចឹងណាហើយពេលខ្លះខ្ញុំមិនបានឆ្លើយខមមិនបងប្អូនទេដោយសារយើងកំពុងតែបដោតទៅលើប្រធានបទដែលយើងកំពុងនិយាយហើយបើសិនជាមានពេលវេលា
សេវាល្អត្រឹមត្រូវនៅថ្ងៃបន្ទាប់ទៀតខ្ញុំធ្វើការ live ផ្ទាល់ពាក់ព័ន្ធទៅនឹងល្បិចផ្សេងៗនឹងការធ្វើសង្គ្រាមជាមួយនឹងវៀតណាមជាមួយការធ្វើសង្គ្រាមជាមួយប្រទេសសៀមអីវាជាបទពិសោធន៍ក្នុងជីវិតរបស់ពួកយើងពេលបច្ចុប្បន្ននេះដែលអតីតកាលបានឆ្លុះបញ្ចាំងឲ្យឃើញដូច្នេះហើយកុំបោះបង់ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជាតិសាសន៍របស់ខ្លួនឯងលើកម្លាំងចិត្តដល់កងទ័ពនៅព្រំដែនសូមឲ្យមានការប្រយ័ត្នប្រយែងទោះបីមានការចរចាទោះបីមានការប្តឹងផ្ដាល់ទៅតុលាការអន្តរជាតិតែកុំធ្វេសប្រហែសឲ្យសោះកុំទុកចិត្តសត្រូវរបស់យើងសត្រូវយើងមានគ្រប់ល្បិចកលទាំងល្អទាំងអាក្រក់ណាមកលើយើងបើសិនជាយើងមិនមានការទប់ស្កាត់ទេយើងនឹងចាញ់បោកសត្រូវរបស់យើងដូចក្នុងអតីតកាលក្នុងការ live ផ្ទាល់របស់ខ្ញុំទាំង2ចំណុចទេណាលើកមកណាប៉ុន្តែមានដល់10 20ចំណុចហើយក៏មានទំនាស់កោះទិញរាប់រយចំនួនជាមួយពួកសៀមនិងពួកអាណាមនេះដែលយើងគួរតែសិក្សាស្រាវជ្រាវបន្តទៀតអរគុណជំរាបលាបងប្អូន